បាទជំរាបសួរស្ដីពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញ YouTube បាទគឺនៅក្នុងថ្ងៃនេះពេលនេះគឺខ្ញុំបានធ្វើការចែករំលែកអំពីការរៀនធ្វើជើងត្រប់ដល់គោត្រប់ពងគោត្រប់វិញបាទគឺដោយសារខ្ញុំដាំហូបជាលក្ខណៈគ្រួសារទេគឺតិចតួចទេគឺមុនដំបូងគឺមុននឹងចាប់ផ្ដើមធ្វើជើងដាក់ជីកប់គល់គឺយើងត្រូវសម្អាតស្មៅដែលនៅជុំវិញដំណាំរបស់យើងសិនបាទយើងសម្អាតយើងដកស្មៅចេញយើងសម្អាតធ្វើម៉េចឲ្យស្អាតកាលណាបើសិនជាយើងសម្អាតស្មៅមិនស្អាតទេយើងដាក់ទៅពីខ្លះឲ្យជីដែលយើងដាក់សម្រាប់កប់គល់ឲ្យដំណាំយើងស្ទុះឡើងលឿនស្មៅនឹងវាបឺតយកមួយផ្នែកហើយអញ្ចឹងវាអាចតែខាត់បងមួយផ្នែកដូច្នេះទី1គឺយើងត្រូវសម្អាតសិនសម្អាតស្មៅនៅជុំវិញគល់ដំណាំយើងឲ្យស្អាតសិនបាទដោយសារកម្ពស់វាល្មមវាលើសហើយលើសពេលដែលយើងត្រូវធ្វើជាដោយសារខ្ញុំរវល់អញ្ចឹងណាបាទគឺសម្អាតស្មៅរួចហើយបាទនេះគឺសម្អាតទៅគឺឃើញស្អាតមើលទៅជួបភ្នែកបាទហើយយើងក៏ត្រៀមបាទការដែលយើងជ្រោយគល់គឺខ្ញុំទុកអាចមួយចំអាមពីគល់ជុំវិញគឺយកពាក់ព័ន្ធទេយើងចាប់ផ្ដើមយកចាប់ជីកបាទយកមកជ្រោយយើងជំរឿអាចទៅជំរឿមកទឹកបាទយើងជ្រោយជុំវិញមកយើងអត់ពាក់ព័ន្ធនៅក្បែរគល់យើងយកចម្ងាយឆ្ងាយពីគល់ដំណាំរបស់យើងមកដើម្បីកុំឲ្យវាប៉ះពាល់ឬវាអាចจะប៉ះពាល់ដល់ការលូតលាស់នៃដំណាំរបស់យើងបាទហើយយើងក៏ត្រូវត្រៀមបាទគឺជីសម្រាប់យើងកប់គល់ដោយសាររៀបនឹងដាំគឺខ្ញុំបានទ្រាប់បាទម្ដងហើយគឺខ្ញុំប្រើជីអេចគោហើយដល់ពេលកប់គល់ខ្ញុំក៏ប្រើជីអេចគោដូចគ្នាបាទគឺខ្ញុំដាក់បាល់ល្មមអាចដាក់ថាកន្លះគីឡូគឺយើងចាក់បរិយាមានដាក់តែ1គ្រាប់ទេសម្រាប់ជីគោឲ្យយើងដាក់ចម្ងាយហ្នឹងចម្ងាយដូចខ្ញុំនិយាយថាមួយចំអាមអញ្ចឹងខ្ញុំដាក់នៅគៀកពេកកណាគៀកពេកអាចបណ្ដាលឲ្យប៉ះពាល់លួយអីចឹងណាដោយសារដំណាំយើងវានៅខ្ចីអញ្ចឹងវាអាចតែប៉ះជីខ្លាំងវាអាចបណ្ដាលឲ្យរលួយបានបាទយើងរីវាឲ្យជុំវិញឲ្យស្មើមកបាទកាលណាយើងរីស្មើហើយយើងក៏ត្រៀមបាទយើងត្រៀមច្បល់ជួបគ្នារវាងដីនិងជីឲ្យវាស្មើសាច់បន្តទៀតណាដើម្បីឲ្យវាល្អបាទយើងជ្រុំបន្តិចមកយើងប្រើចប់កប់ក៏បានប្រើចប់ជីក៏បានជាបញ្ហាទេបាទគឺយើងច្បល់ទៅវិញទៅមកមកឲ្យបានជុំវិញមកបាទហើយសម្រាប់ការធ្វើហ្នឹងគឺខ្ញុំភាគច្រើនគឺខ្ញុំធ្វើនៅពេលរសៀលដោយសារវីតាមីនពីការងារផងបាទពុកម៉ែបងប្អូនអាចបើសិនជាពុំទាន់ជាមានការធ្វើជើងអាចមើលវីដេអូរបស់ខ្ញុំឲ្យរៀនធ្វើជើងដែលជាលក្ខណៈដាំដុះលក្ខណៈគ្រួសារបាទគឺខ្ញុំធ្វើនឹងគឺมันបានផ្ដោតទៅលើលក្ខណៈអាជីវកម្មធំអីទេបាទគឺខ្ញុំធ្វើហើយក៏សូមអធិស្ឋានសម្រាប់ពុកម៉ែបងប្អូនដែលអាចថាចេះហើយបាទគឺសូមអធិស្ឋានគឺខ្ញុំធ្វើនេះសម្រាប់បងប្អូនពុកម៉ែបងប្អូនដែលមិនទាន់រកឃើញអញ្ចឹងណាអាចថាមើលវីដេអូរបស់ខ្ញុំទៅគឺយល់អាចធ្វើអនុវត្តជាក់ស្ដែងបានបាទយើងពូនជុំវិញហើយយើងក្រាស់ពូនយើងកំពូនជ្រៅពេកអាចថា3ថ្ងៃក៏បានដែរមិនចោលអញ្ចឹងណាយើងក្រាស់ជ្រៅពេកវាអាចបណ្ដាលឲ្យរលួយអញ្ចឹងណាបើខែវស្សាយើងធ្វើរៀងកុំឲ្យដក់ទឹកទៅបើខែប្រាំងយើងអាចទុកឲ្យដក់ទឹកបាទងាយស្រួលនឹងការយើងស្រោចស្រពបាទយើងតែពេលនេះវារៀងហើយខ្ញុំក៏ធ្វើទុកគីឡូបន្តិចមកសម្រាប់យើងស្រោចទឹកទៅវាល្អអញ្ចឹងណាបាទដល់ក្រោយពីការយើងធ្វើយើងពូនហើយយើងសារ៉េមកយើងទះតិចមកជុំវិញហើយយើងត្រូវត្រៀមទឹកដើម្បីស្រោចស្រពឲ្យជោគបាទដើម្បីវាបានល្អអញ្ចឹងណាពុកម៉ែបងប្អូនប្រសិនបើពេញចិត្តនៅការចែករំលែករបស់ខ្ញុំសូមជួយចុចរូបកណ្ដឹង Subscribe ម្នាក់មួយផងបាទដើម្បីខ្ញុំមានកម្លាំងចិត្តនៅការផលិតនិងការចែករំលែកអំពីការរៀនដាំដុះតិចតួចបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលាបាទសូមជួបខ្ញុំនៅវីដេអូបន្តទៀតនៅក្នុង YouTube បាទសូមអរគុណបាទសូមជម្រាបលាបាទសូមធ្វើដំណើរឆ្ងាយប្រកបដោយសុខសុវត្ថិភាពបាទបាយបាយ